សួស្តីនិងសូមជម្រាបសួរពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកថតបង្ហាញរុក្ខជាតិមួយប្រភេទចែកជូនឲ្យពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាឲ្យបានឃើញរុក្ខជាតិមួយប្រភេទនេះនៅតាមតំបន់ខ្លះគឺបានដាច់ពូជអស់ទៅហើយរុក្ខជាតិមួយប្រភេទនេះដែរគឺមានឈ្មោះថាក្រចាប់ចំពោះដើមក្រចាប់នេះគឺមានចំនួន2ប្រភេទមានក្រចាប់ទឹកនិងក្រចាប់គោករីឯរុក្ខជាតិនៅនឹងដៃរបស់នាងខ្ញុំបង្ហាញចែកជូនពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាបានឃើញនេះគឺជាប្រភេទក្រចាប់គោកហើយចំពោះរុក្ខជាតិក្រចាប់គោកនេះផងដែរគឺយើងអាចប្រើប្រាស់ធ្វើជាឱសថបុរាណដើម្បីព្យាបាលរោគបានច្រើនមុខផងដែរហើយថ្ងៃនេះនាងខ្ញុំសូមលើកយករុក្ខជាតិមួយប្រភេទនេះមកបង្ហាញអំពីការព្យាបាលជំងឺខ្វះគ្រាប់ឈាមក្រហមចំពោះពុកម៉ែបងប្អូនដែលមានជំងឺខ្វះគ្រាប់ឈាមក្រហមគឺអាចយករុក្ខជាតិមួយប្រភេទនេះចំនួន20ក្រាមដាក់ដាំទឹកស្ងោរផឹកជារៀងរាល់ថ្ងៃនោះគ្រាប់ឈាមពុកម៉ែបងប្អូននឹងបានប្រសើរឡើងវិញហើយចំពោះរុក្ខជាតិមួយប្រភេទនេះអ្នកខ្លះហៅថាដំបងរាស្ត្រីហើយផ្លែវានេះពុកម៉ែបងប្អូនផ្លែវាដូចជាដំបងអញ្ចឹងនេះដំបងដែលក្នុងរឿងព្រេងនិទានដូចជាជាកាន់លីដំបងអីហ្នឹងគឺដូចគ្នាបេះដាក់តែម្ដងហើយរុក្ខជាតិមួយប្រភេទនេះសពថ្ងៃកន្លែងខ្លះគឺបានដាច់ពូជទៅហើយដោយសារតែវាមានអាយុខ្លីមែនទែនហើយនាងខ្ញុំដើរមកតាមផ្លូវស្រាប់តែងាកឃើញទៅឃើញថាអូយផ្កាច្រើនមែនទែនហើយនាងខ្ញុំក៏ថតបង្ហាញចែកជូនពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាឲ្យបានឃើញតែហ្មងទៅហើយរុក្ខជាតិមួយប្រភេទនេះយើងក៏អាចព្យាបាលទៅលើអ្នកដែលមានបញ្ហាតម្រងនោមឧស្សាហ៍នោមញឹកឬក៏ពិបាកក្នុងការបាត់ជើងតូចអីហ្នឹងគឺយើងអាចយករុក្ខជាតិមួយប្រភេទនេះទៅស្ងោរផឹកបានផងដែរហើយអ្នកមានបញ្ហាខ្សោយផ្លូវភេទក៏អាចយករុក្ខជាតិមួយប្រភេទនេះយកទៅស្ងោរផឹកបានផងដែរដោយយើងដកវាទាំងរឹសលាងសម្អាតឲ្យស្អាតចិញ្ច្រាំវាហាលឲ្យស្ងួតទៅគឺយើងដាក់ដាំទឹកផឹកជារៀងរាល់ថ្ងៃដូចជាទឹកតែអញ្ចឹងហើយផ្កាវាមានពណ៌តូចល្អិតពណ៌លឿងផ្លែវានេះផ្លែវាតូចពុកម៉ែបងប្អូនដោយសារតែរុក្ខជាតិនេះថ្មីដែរវាទៅតែនឹងមានចេញដោយសារតែភ្លៀងធ្លាក់ប្រមាណមេហ្នឹងធ្វើឲ្យរុក្ខជាតិនេះគឺថាល្អមែនទែនតែម្ដងហើយក៏នាងខ្ញុំចាប់ដើមធ្វើវីដេអូបង្ហាញចែកជូនពុកម៉ែបងប្អូនឲ្យបានដឹងអំពីអត្ថប្រយោជន៍របស់វាតែហ្មងទៅហើយបើនិយាយពីអត្ថប្រយោជន៍ពេញលេញចាំនាងខ្ញុំធ្វើអត្ថាធិប្បាយនៅវីដេអូក្រោយដោយសារតែនាងខ្ញុំមកថតតាមផ្លូវអញ្ចឹងមិនបានលម្អិតចែកជូនដល់ពុកម៉ែបងប្អូនឲ្យបានច្បាស់ទេចាំជួបនាងខ្ញុំនៅវីដេអូក្រោយទៀតសូមជម្រាបលា